បាទសូមគោរពជូនព័ត៌មានពីកម្ពុជាថ្មី3ប្លង់របស់ប៉ុបពីពិតជាធ្វើឲ្យបុរសប្រុសក្តៅសាច់ស្ទើរគ្រប់គ្នាភ្នំពេញនេះអាចចាត់ទុកបានថាវាគឺជាចេតនារបស់តារាសម្ដែងភេទទី3ដែលធ្លាប់បានធ្វើការដោះដូរប្រអប់លេងកែភេទឲ្យមានរូបរាងคล้ายជាមនុស្សស្រីពេញលក្ខណៈកញ្ញាប៉ុបពីខណៈថ្មីនេះនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួននាងបានបង្ហោះចែករំលែករូបថតស្ទើរតែអាក្រាតកាយសម្ញែងភាពស្រាប់ស្រាលជាសាធារណៈបង្កការភ្ញាក់ផ្អើលសម្រាប់មហាជនតាមរយៈរូបថតស្ទើរអាក្រាតកាយចំនួន3សន្លឹកបង្ហាញពីភាពសិចស៊ីស្រាប់ស្រាលបញ្ចេញសាច់ខ្ចីនៅកណ្ដាលវាលគ្រាន់តែបិទបាំងចំណុចសំខាន់បន្តិចរបស់តារាសម្ដែងនាងប៉ុបពីហាក់កំពុងតែធ្វើឲ្យបរិសជាច្រើនរូបជាមួយអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមមិនតិចអ្នកឡើយបាននាំគ្នាជ្រុះជ្រើមសម្លឹងមើលរូបអត់ពាក់អាវពីសំណាក់តារាភេទទី3ម្នាក់នេះជាការកត់សម្គាល់តារាភេទទី3នាងប៉ុបពីកន្លងមកត្រូវបានទស្សនិកជនចាត់ទុកថាជាតារាខ្មែរមួយដួងដែលចូលចិត្តបង្អួតពីភាពហ៊ឺហាប្រើប្រាស់សម្ភារៈទំនើបមិនចាញ់តារាស្រីល្បីឈ្មោះរបស់ខ្មែរឯទៀតប៉ុន្មានទេមិនតែប៉ុណ្ណោះនាងក៏មានឈ្មោះជាតារាស្រីសិចស៊ីចូលចិត្តបញ្ចេញរបស់ល្អៗឲ្យមហាជនទស្សនាមិនចេះចិនណាយទៀតផងជាស្ដែងថ្មីនេះនាងបានរំលែករូបថត3សន្លឹកចំហសាច់ខ្ចីដែលសម្បូរសាច់មើលទៅគួរឲ្យខ្នក់ខ្នាញ់ដែលជាបច្ច័យធ្វើឲ្យបរិសភាគច្រើនដែលបានឃើញរូបថតនេះហើយហាក់មានការចាប់អារម្មណ៍មិនតិចទេម្យ៉ាងទៀតបើតាមការដឹងនេះមិនមែនទៅជាលើកទី1សម្រាប់នាងឡើយដែលបានបង្ហោះរូបស្រាតបែបនេះខណៈកន្លងក៏ធ្លាប់ទម្លាយរូបអាក្រាតកាយនេះផងដែរសូមបង្វែរអារម្មណ៍ប្រិយមិត្តមកទស្សនារូបថតដែលនាងបង្ហោះស្ទើរអាក្រាតកាយបញ្ចេញសាច់គ្មានសល់របស់តារាស្រីនាងប៉ុបពីថាតើមានភាពទាក់ទាញនិងទទួលរងការរិះគន់ដល់កម្រិតណានោះមានតែនៅលើទស្សនាជាមួយកម្ពុជាថ្មីទាំងអស់គ្នាសូមបញ្ចប់ព័ត៌មានតែប៉ុណ្ណេះសូមប្រិយមិត្តជួយ Subscribe ដើម្បីទទួលបានព័ត៌មានថ្មីជាបន្តសូមអរគុណសូមគោរពលា